ជំរាបសួរបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីហើយនៅក្នុងវីដេអូនេះខ្ញុំបង្ហាញបងប្អូនរបៀបដាក់ follow នៅក្នុង page របស់យើងណាបងប្អូនអរគ្នាបាទអញ្ចឹងវីដេអូនេះគឺជាវីដេអូពេញខ្ញុំបង្ហាញបងប្អូនសម្រាប់បងប្អូនថ្មីដែលអត់ទាន់ចេះប្រើប្រាស់សេវាកម្មដាក់ follow នៅលើ page អញ្ចឹងណាបងប្អូនអរគ្នាបាទអញ្ចឹងខ្ញុំបង្ហាញបងប្អូនតាំងពីដំបូងរហូតដល់បញ្ចប់អញ្ចឹងបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនអរគ្នាបងប្អូនចង់ដាក់ follow ឲ្យឃើញច្រើននៅក្នុង page របស់យើងបាទនេះគឺ follow នេះបងប្អូនបាទបងប្អូនចង់ដាក់តិចជាងនឹងច្រើនជាងនឹងក៏បានដែរអញ្ចឹងបងប្អូនអរគ្នាបាទបងប្អូនចង់ដាក់ 1k 2k 3k អីចឹងទៅឬមកក៏ដាក់ 20k បងប្អូនអាចធ្វើបានណាបងប្អូនអរគ្នាបាទគឺខ្ញុំបង្ហាញបងប្អូននៅក្នុងវីដេអូនេះតែម្ដងណាបងប្អូនបាទអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចាប់ផ្ដើមធ្វើតែម្ដងបងប្អូនបាទអញ្ចឹងបងប្អូនត្រូវមាន Chrome មួយមកបងប្អូនអរគ្នាបាទនេះគឺជា Google Chrome បងប្អូនអាច download នៅក្នុង Play Store មកបងប្អូនអរគ្នាបាទអញ្ចឹងបងប្អូនចុច download មកសម្រាប់ខ្ញុំមានហើយណាបងប្អូនបាទអញ្ចឹងខ្ញុំចុចចូលតែម្ដងណាបងប្អូនបាទអញ្ចឹងពេលដែលបងប្អូនចុចហើយចុចចូលហើយគឺវាចេញអាចជាចេញតម្រងបែបនេះណាបងប្អូនអរគ្នាបាទអញ្ចឹងចេញជាតម្រងបែបនេះហើយបងប្អូនអាចចុចនៅកន្លែងនេះមកបងប្អូនបាទកន្លែងនេះមកកន្លែង search ហ្នឹងបងប្អូនចុចចឹងមកបន្តមកទៀតបងប្អូនសរសេរពាក្យថាខ្មែរ MM ណាបងប្អូនអរគ្នាបាទខ្មែរ MM មកបាទ MM ចឹងមកបងប្អូនបាទអញ្ចឹងបងប្អូន enter ទៅបងប្អូនបាទ enter ទៅបងប្អូននឹងឃើញ website ខ្មែរ MM នៅខាងលើគេនេះបងប្អូនអរគ្នាបាទបងប្អូនចំណាំ website ទៅបងប្អូនបាទនេះគឺជា website ខ្មែរ MM បាទមាន logo ពណ៌ខៀវហ្នឹងបងប្អូនបាទអញ្ចឹងបងប្អូនចុចចូល website ខ្មែរ MM ហ្នឹងមកបាទបន្តមកទៀតបងប្អូនសម្រាប់ការចុះឈ្មោះហ្នឹងគឺយើងចុះឈ្មោះតាម Gmail ក៏បានបាទ email របស់យើងក៏បានតាម Gmail ក៏បានដែរអញ្ចឹងបងប្អូនគេបាទចុះឈ្មោះតាម Google ហ្នឹងបងប្អូនបាទបើមិនបងប្អូនចង់ចុះឈ្មោះតាម Google បងប្អូនគ្រាន់តែចុចលើនឹងមកបងប្អូនគេបាទលើ email ដែលយើងមាននឹងស្រាច់មកចុចលើនឹងមកតែបើមិនជាបងប្អូនអត់មាន email ដែលបង្ហាញលើនឹងទេបងប្អូនអាចចុចឈ្មោះកន្លែងនេះ sign up នេះបងប្អូនបាទចុចកន្លែង sign up ហ្នឹងមកណាបងប្អូនបាទហើយកន្លែងនេះយើងដាក់ username ដាក់ email នេះទៅដាក់ password អីចឹងបងប្អូនគេបាទអញ្ចឹងបងប្អូនអាចធ្វើតាមនឹងបានតែបើមិនជាបងប្អូនចេញមានដូចខ្ញុំចេះគឺមាន email ចេះបងប្អូនអាចចុចលើនឹងទៅយើងនឹង login ចូលតែម្ដងបងប្អូនគេបាទអត់បាក់ញ៉ៃញ៉ៃទេបងប្អូនបាទអញ្ចឹងខ្ញុំថាបងប្អូនដែលប្រើ Chrome គឺ Google គឺមាន connect ចូលក្នុងសាច់ដៃដូចរបស់ខ្ញុំអញ្ចឹងបងប្អូនគេបាទបាទអញ្ចឹងបងប្អូនចុចលើនឹងមកចុចលើនឹងមកបងប្អូនគេបាទចុចលើនឹងមកដើម្បីចុចឈ្មោះចូលបាទបន្ទាប់ពីចុចលើនឹងហើយចេញបែបនេះបងប្អូនចុចលើនឹងមកបងប្អូនគេបាទចុចលើនឹងមក email បងប្អូនមួយណាបងប្អូនចុចលើមួយហ្នឹងណាបងប្អូនបាទអញ្ចឹងពេលបងប្អូនចុចចាស់ហើយគឺវាសិនបើសិនជាវាចេញប៊ូតុងអីមួយបែបឧទាហរណ៍ប៊ូតុងនេះជាប៊ូតុងអញ្ចឹងបងប្អូនបាទអញ្ចឹងចុចលើប៊ូតុងនោះមួយមកហ្នឹងនឹងលោតចូលដូចខ្ញុំអញ្ចឹងនេះលោតចូលអញ្ចឹងហើយបងប្អូនអូខេបាទអញ្ចឹងបងប្អូននេះគឺយើងបានចុចឈ្មោះជោគជ័យណាបងប្អូនអូខេបាទនេះជោគជ័យហើយបាទអញ្ចឹងបើសិនជាបងប្អូនចុចឈ្មោះហើយអត់មានលុយបាទអត់មានលុយនៅក្នុង account របស់យើងនេះកន្លែងនេះណាបងប្អូនបាទកន្លែងយក balance នេះបងប្អូនបាទអញ្ចឹងបងប្អូនអត់មានសមតលនៅក្នុងនឹងទេបងប្អូនអាចដាក់ប្រាក់សិនណាបងប្អូនបាទហើយរបៀបដាក់ប្រាក់នោះខ្ញុំប្រាប់បាទអញ្ចឹងបងប្អូនចុចកន្លែងនេះមកនេះបាទបន្តមកទៀតបងប្អូនចុចកន្លែងនេះបងប្អូនទេបាទ add fund ហ្នឹងដែលមានសញ្ញាដុល្លារហ្នឹងបងប្អូនចុចលើនឹងមកបាទបន្តមកទៀតបងប្អូនចុចមកអញ្ចឹងហើយឃើញបែបហ្នឹងបងប្អូនទេបាទអញ្ចឹងខ្ញុំចុចកន្លែងនេះ show payment option នេះបងប្អូនទេបាទចុចកន្លែងហ្នឹងមកដើម្បីបង្ហាញបាទបន្តមកទៀតបងប្អូនចុចទៅលើមួយនេះក៏បានមួយនេះក៏បានមួយនេះក៏បានណាបងប្អូនទេបាទបងប្អូនចង់ចុចមួយណាក៏បានដែរអញ្ចឹងពេលបងប្អូនចុចលើនឹងទៅខ្ញុំឧទាហរណ៍ថាខ្ញុំចុចលើនេះទៅបាទចុចលើនឹងទៅបាទចុចលើនឹងឲ្យវាចេញបែបនេះតែបើសិនជាអត់ចេញបែបនេះទេបងប្អូនអាចចុចនៅខាងក្រោមនេះកន្លែងនេះបងប្អូនទេបាទកន្លែងនេះដែលលោតភ្លើងពណ៌សក្រហមនេះភ្លើងតែបងប្អូនចុចលើនឹងទៅនឹងលោតដូចខ្ញុំចឹងដែរបងប្អូនទេបាទលោតដូចគ្នាចឹងដែរអញ្ចឹងបងប្អូនអត់មានអីបាទេគឺបែបហ្នឹងបាទហើយខ្ញុំចុចនៅកន្លែងនេះគឺលោតដូចគ្នាទេបាទកន្លែងនេះគឺលោតដូចគ្នាទេអញ្ចឹងខ្ញុំចុចលើនឹងតែម្ដងទៅស្រួលណាបងប្អូនបាទពេលដែលយើងចុចចឹងហើយបងប្អូនកន្លែងនេះគឺយើងដាក់ចំនួនបាទអញ្ចឹងបងប្អូនចង់ដាក់ប្រាក់ប្រមាណដែរណាបងប្អូនបាទសម្រាប់ខ្ញុំចង់ដាក់ប្រាក់$5ចូលក្នុង account បាទអញ្ចឹងយើងចុច$5ចឹងមកសេរី5ចឹងមកបន្តមកទៀតយើងចុចកន្លែងនេះ create QR នេះបងប្អូនចុចកន្លែងហ្នឹងមកវានឹងបង្កើត QR ឲ្យយើងណាបងប្អូនបាទចាំបងប្អូនរងចាំបន្តិចទៅបាទបាទអញ្ចឹងគឺវាចេញ QR code បែបនេះហើយមាននាទីអញ្ចឹងបងប្អូនអូខេបាទអញ្ចឹងបងប្អូនសូមកុំឲ្យនាទីនឹងផុតបងប្អូនត្រូវការ scan ភ្លាមៗទូរស័ព្ទផ្សេងបើសិនជាបងប្អូនមានបើសិនជាអត់មានដូចខ្ញុំទេខ្ញុំថតចឹងមកបាទថតអេក្រង់ចឹងមកខ្ញុំយកទៅ pay នៅក្នុងធនាគារតែម្ដងបងប្អូនបាទធនាគារអីក៏បានដែរតែបងប្អូនបាទឲ្យតែអាច pay ជាមួយ QR code បានបងប្អូនបាទអញ្ចឹងខ្ញុំសូមថយទៅវិញហើយខ្ញុំប្រើធនាគារ ABA ណាបងប្អូនអូខេបាទអញ្ចឹងខ្ញុំចុចយក ABA ខ្ញុំចុច scan បងប្អូនអូខេបាទអញ្ចឹងខ្ញុំត្រូវការ upload បាទត្រូវការ upload QR code នេះចូលខ្ញុំចុចបើក QR code មកបងប្អូនបាទអញ្ចឹងណាបងប្អូនបាទអញ្ចឹងខ្ញុំសូមបើក QR code បន្តិចបាទនេះគឺ QR code ដែលខ្ញុំបានដាក់មិញបងប្អូនបាទអញ្ចឹងកន្លែងនេះគឺយើងអត់មានកែប្រែអីទេបាទកែប្រែអត់កើតទេបងប្អូនបាទអញ្ចឹងយើងចុចបង់ប្រាក់ឥឡូវនេះបានបាទអញ្ចឹងចុចបង់ប្រាក់ឥឡូវនេះមកបាទអញ្ចឹងបងប្អូនដាក់កញ្ចៅដៃបងប្អូនឬមួយក៏លេខកូដបងប្អូនដែរដើម្បី confirm បាទការបង់ប្រាក់បញ្ជាក់ការបង់ប្រាក់បងប្អូនបាទអញ្ចឹងខ្ញុំបានដាក់រួចហើយបងប្អូនអូខេបាទគឺលោតបែបនេះមានតែជោគជ័យហើយបាទអញ្ចឹងបងប្អូនថយវិញនៅកន្លែងបង់ប្រាក់របស់យើងបាទអញ្ចឹងបងប្អូនបើសិនជាចេញបែបនេះគឺអត់អីទេបាទអញ្ចឹងបងប្អូនរងចាំបន្តិចទៅបងប្អូនអូខេបាទជាធម្មតាវាពេលយើងបងប្រាក់ទៅវាចេញសញ្ញាគ្រីសចេះបងប្អូនគ្នាបាទចេញសញ្ញាគ្រីសចេះណាបាទតែបើសិនជាអត់លោតដូចខ្ញុំចេះទេគឺអត់អីទេបងប្អូនគ្នាបាទដោយសារតែអាក្រោមហ្នឹងវាយ៉ាងម៉េចវាទេបងប្អូនគ្នាបាទនេះវាឲ្យយើង refresh ឡើងវិញអញ្ចឹងណាបងប្អូនបាទអញ្ចឹងអានេះជាប់ទៅនៅចាស់ទេណាបងប្អូនបាទអញ្ចឹងខ្ញុំសូមចុច refresh តែម្ដងណាបងប្អូន refresh វាតែម្ដងបាទអញ្ចឹងបងប្អូននឹងឃើញលុយដែលយើងដាក់មិញគឺចូលហើយណាបងប្អូនគ្នាបាទមិញគឺមាន$1ជាងទេណាបងប្អូនតែឥឡូវគឺ$6ហើយបាទអញ្ចឹងចូលហើយណាបងប្អូនគ្នាបាទដាក់លុយភ្លាមចូលភ្លាមបងប្អូនគ្នាបាទយ៉ាងយូរ1នាទីណាបងប្អូនបាទអញ្ចឹងបងប្អូនអាចមើលកន្លែងប្រវត្តិការដាក់ប្រាក់របស់យើងបានបាទនេះបងប្អូនអូនអញ្ចឹងមកបាទនេះមិនមកបងប្អូនបាទនេះគឺប្រវត្តិការដាក់ប្រាក់របស់យើងដាក់មិញ$5បងប្អូនគ្នាបាទបងប្អូនអាចមើលថ្ងៃខែបានបាទនេះ
បាទគឺយើងដាក់មិនហ្នឹង52ឥឡូវ53បងប្អូនបាទអញ្ចឹងណាមកនេះបងប្អូនមកណាបាទអញ្ចឹងខ្ញុំសូមត្រឡប់មកក្រោយវិញបងប្អូនបាទអញ្ចឹងយើងចាប់ដើមរបៀបទិញណាបងប្អូនបាទអញ្ចឹងយើងចាប់ដើមរបៀបទិញបាទសម្រាប់វិធីងាយបងប្អូនចុចកន្លែងនេះមកបាទកន្លែងនេះកន្លែង Facebook ហ្នឹងបងប្អូនចុចលើនឹងមកបាទចុចលើនឹងមកបន្តមកទៀតបងប្អូនអូនទៅលើបន្តិចបងប្អូនចុចកន្លែង category នេះមកបាទ category ហ្នឹងចុចលើនឹងមកបាទអញ្ចឹងគឺមានសេវាកម្មច្រើនមែនទែនតាក់ទង Facebook បាទសេវាកម្ម live stream បាទ live stream នេះគឺយើងដាក់ view ពេលកំពុង live បាទបើសិនជាបងប្អូនត្រូវការសេវាកម្មហ្នឹងខ្ញុំបង្ហាញបងប្អូននៅវីដេអូក្រោយវីដេអូ full អញ្ចឹងបងប្អូនបាទអញ្ចឹងខ្ញុំបង្ហាញតែនេះក្នុងវីដេអូនេះខ្ញុំបង្ហាញតែសេវាកម្មដាក់ follow នៅលើ page របស់យើងទេណាបងប្អូនបាទអញ្ចឹងបងប្អូនពេលបងប្អូនចុចចឹងហើយបងប្អូនឃើញបែបនេះយើងដាក់ follow page យើងចុចកន្លែងនេះ page follower ណាបងប្អូនអូខេបាទអញ្ចឹងបងប្អូនចុចលើនឹងមក Facebook page follower បាទចុចលើនឹងមកនៅលើគេសាច់បាទចុចក៏បានដែរតែបើមិនអត់នៅលើគេទេបងប្អូនចុចចឹងទៅណាបងប្អូនអូខេបាទបន្តមកទៀតបងប្អូនចុចកន្លែងនេះមកបាទកន្លែងសវីហ្នឹងបាទអញ្ចឹងបងប្អូនចុចកន្លែងហ្នឹងមកបាទបងប្អូនអូរមើលទៅសេវាកម្មគឺមានច្រើនមែនតើតែបងប្អូនចង់ប្រើសេវាកម្មមួយណាបងប្អូនបាទប្រើសេវាកម្មខាងក្រោមនេះក៏បានបាទសេវាកម្មនេះថ្លៃបាទបើសិនជាចង់ប្រើសេវាកម្មដែលមានតម្លៃធូរថ្លៃបងប្អូនអាចរកមើលសេវាកម្មណាដែលបងប្អូនពេញចិត្តបាទនេះបងប្អូនអូខេបាទគឺមានសេវាកម្មច្រើនហើយបងប្អូនអាចអានអក្សរនៅលើហ្នឹងទៅបងប្អូនបាទអញ្ចឹងបងប្អូនគាត់ជាយល់ទេបងប្អូនបាទហើយតម្លៃគឺនេះតម្លៃសម្រាប់សេវាកម្មនីមួយៗនេះគឺតម្លៃនៅកន្លែងហ្នឹងបងប្អូនបាទអញ្ចឹងតម្លៃគឺមានការខុសៗគ្នាជាច្រើនបាទសម្រាប់បងប្អូនឆ្លាញ់សេវាកម្មមួយណាបងប្អូនពេញចិត្តសេវាកម្មមួយណាបងប្អូនអាចរើសបានណាបងប្អូនបាទអញ្ចឹងឧទាហរណ៍សេវាកម្មនេះគឺខាងលើគេនេះគឺសេវាកម្មដែលខាងយើង recommend បងប្អូនប្រើតែបើសិនជាបងប្អូនអត់ចង់ប្រើសេវាកម្ម recommend ទេបងប្អូនអាចជ្រើសរើសអ្វីដែលបងប្អូនពេញចិត្តបានណាបងប្អូនបាទអញ្ចឹងខ្ញុំបង្ហាញបងប្អូនមួយទៀតរបៀបរកសេវាកម្មណាដែលដំណើរការលឿនបាទគឺថាដំណើរការលឿនបងប្អូនបាទអញ្ចឹងឧទាហរណ៍ខ្ញុំចុចទៅលើសេវាកម្មនេះបងប្អូនបាទសេវាកម្ម recommend នេះខ្ញុំដើម្បីបង្ហាញបងប្អូនខ្ញុំចុចនឹងមួយសិនដើម្បីឧទាហរណ៍ខ្ញុំប្រាប់បងប្អូនរបៀបមើលសេវាកម្មណាដែលដើរគ្រាន់លឿនអញ្ចឹងបងប្អូនបាទចុចនឹងមួយមកបាទពេលបងប្អូនចុចហើយបងប្អូនកន្លែងនេះបងប្អូនឃើញទេបងប្អូនបាទពេលវេលានេះបងប្អូននេះបាទពេលវេលាហ្នឹងបងប្អូនអូខេបាទអញ្ចឹងបងប្អូនមើលកន្លែងហ្នឹងបានបាទគេដាក់1ម៉ោង27នាទីអញ្ចឹងបងប្អូនអូខេបាទអញ្ចឹងកន្លែងហ្នឹងគឺពេលវេលាដែលគេហៅថាមកជុំបងប្អូនអូខេបាទពេលវេលាដែលសេវាកម្មដំណើរការបងប្អូនបាទអញ្ចឹងប្រហែលជា1ម៉ោងបាទ1ម៉ោងជាងទើបយើងបានផលអញ្ចឹងបងប្អូនអូខេបាទយើងនិយាយអញ្ចឹងងាយស្រួលយល់បងប្អូនបាទអញ្ចឹងប្រហែល1ម៉ោងជាងយើងទទួលបានផលហើយសេវាកម្មហ្នឹងបាទអញ្ចឹងបើសិនជាបងប្អូនចង់ប្រើសេវាកម្មណាដែលលឿនជាងហ្នឹងបាទឬមួយក៏រកសេវាកម្មណាដែលគ្រាន់ស័ក្តិសមជាងហ្នឹងបងប្អូនអាចរើសបានបងប្អូនអូខេបាទតែខ្ញុំគិតថា1ម៉ោងជាងហ្នឹងគឺល្អហើយបងប្អូនបាទអញ្ចឹងឧទាហរណ៍ថាសេវាកម្មខាងក្រោមនេះម្ដងបងប្អូនបាទបងប្អូនចុចលើនឹងមកអញ្ចឹងសេវាកម្មខាងក្រោមនេះគឺវាមានតម្លៃ63សេនបាទអញ្ចឹងសម្រាប់បងប្អូនអូខេបាទអញ្ចឹងប្រហែលជា4ម៉ោងជាងអញ្ចឹងទៅបានដំណើរការអញ្ចឹងបងប្អូនអូខេបាទអញ្ចឹងបងប្អូនមើលសេវាកម្មខាងក្រោមទៀតណាបងប្អូនអានេះ3ម៉ោងជាងទៅណាបងប្អូនបាទមានច្រើនអញ្ចឹងបងប្អូននេះ1ម៉ោងជាងអញ្ចឹងទៅបងប្អូនបាទអញ្ចឹងបងប្អូនអាចរើសបានបាទតាមអ្វីដែលបងប្អូនចង់ប្រើណាបងប្អូនអូខេបាទសេវាកម្មនេះយូរមែនតើណាបងប្អូនបាទអញ្ចឹងបងប្អូនរបៀបមើលសេវាកម្មហ្នឹងគឺមានតែប៉ុណ្្នឹងអញ្ចឹងបងប្អូនបាទគឺបងប្អូនអាចរើសបានដោយខ្លួនឯងតាមអ្វីដែលខ្លួនឯងស្រឡាញ់ណាបងប្អូនបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំយកសេវាកម្មនៅខាងលើគេនេះបាទដែលជាសេវាកម្ម recommend តែបើសិនជាបងប្អូនចង់ប្រើសេវាកម្មខាងក្រោមតទៀតបងប្អូនជាជម្រើសរបស់បងប្អូនណាបងប្អូនបាទអញ្ចឹងសម្រាប់ខ្ញុំធ្វើវីដេអូនេះខ្ញុំយកសេវាកម្មខាងលើគេនេះបងប្អូនបាទចុចលើនឹងមកបាទបន្ទាប់ពីចុចលើនឹងហើយបងប្អូនកន្លែង link នេះគឺយើងដាក់ link page របស់យើងមកបងប្អូនបាទ link page របស់គេក៏បានរបស់យើងក៏បានគឺយើងយកតែ link មកគឺយើងអាចចាក់បានណាបងប្អូនអូខេបាទហើយអត់មានទាមទារអីក្រៅពី link ហ្នឹងទេណាបងប្អូនបាទអញ្ចឹងបងប្អូនទៅ copy link របស់បងប្អូនមកឬមួយក៏ link របស់មិត្តភ័ក្តិបងប្អូនយើងបងប្អូនអាចចាក់ឲ្យគាត់បានបងប្អូនអូខេបាទដាក់ឲ្យគាត់បានមិនទាមទារឲ្យគាត់មកធ្វើខ្លួនឯងទេទាមទារបងប្អូនចេះទៅបងប្អូនគ្រាន់តែយក link បាទយក link page របស់គាត់យកមកដាក់មកបងប្អូនបាទអញ្ចឹងបងប្អូនចូល copy link មកបាទ link page ហ្នឹងបាទអញ្ចឹងបងប្អូនខ្ញុំយក link page ខ្ញុំបន្តិចបងប្អូនចាំបន្តិចបាទនេះគឺជា page ខ្មែរ MM បងប្អូនបាទអញ្ចឹងបងប្អូនរបៀប copy link ហ្នឹងគឺបងប្អូនគ្រាន់តែចុចនៅកន្លែងនេះបងប្អូនអូខេបាទនេះកន្លែងនេះគឺត្រេ3ហ្នឹងបងប្អូនត្រេ D3 ហ្នឹងបងប្អូនចុចលើនឹងមកបងប្អូននឹងទទួលបានការមើលឃើញបែបនេះបាទអញ្ចឹងបងប្អូនឃើញកន្លែងនេះទេបាទកន្លែង copy link ហ្នឹងបាទបើសិនជាបងប្អូនដាក់ជាអក្សរខ្មែរគឺចម្លងដំណអញ្ចឹងបងប្អូនបាទអញ្ចឹងខ្ញុំចុច copy link ហ្នឹងតែម្ដងបាទឬមួយក៏ចុចចម្លងដំណហ្នឹងបងប្អូនបាទអញ្ចឹងចុចអញ្ចឹងមកបន្តមកទៀតគឺយើងចុចបានជោគជ័យអញ្ចឹងហើយគឺ copy បងប្អូនអញ្ចឹងខ្ញុំថយមកវិញបាទថយមកវិញហើយដោយសារតែទូរស័ព្ទខ្ញុំមិនដឹងថាវាយ៉ាងម៉េចទេគឺវាឲ្យ load ទិន្នន័យបែបនេះបងប្អូនបាទទិន្នន័យបែបនេះគឺឲ្យយើង refresh ទើបយើងប្រើបានណាបងប្អូនបាទអញ្ចឹងខ្ញុំសូម refresh ហើយខ្ញុំទៅលើសេវាកម្មឡើងវិញណាបងប្អូនអូខេបាទអញ្ចឹងចុច Facebook មកបាទហើយ page follow គឺយើងយកដែរបាទសេវាកម្មខាងលើនៅដែរយើងអត់រើទៀតទេតែបើសិនជាបងប្អូនឃើញតែខ្ញុំចេះកុំចុចនេះដែរបាទគឺយើងត្រូវពិនិត្យមើលសេវាកម្មមួយយើងមើលម្ដងទៀតអញ្ចឹងបងប្អូនបាទដើម្បីកុំឲ្យវាខុសសេវាកម្មអញ្ចឹងណាបងប្អូនបាទតែសម្រាប់ខ្ញុំជ្រើសរើសនេះគឺត្រឹមត្រូវរបស់ខ្ញុំហើយបងប្អូនអ្នកគ្នាបាទអញ្ចឹងបងប្អូនដល់កន្លែង link មិញអញ្ចឹងបងប្អូន copy link ហើយយកមកដាក់នៅកន្លែងហ្នឹងបងប្អូនគេបាទយកដាក់កន្លែងហ្នឹងមកចកត់លើហ្នឹងណាបងប្អូនបាទហើយចុចផាសវាទៅបងប្អូនអ្នកគ្នាបាទអញ្ចឹងចុចដាក់អញ្ចឹងហើយបន្តមកទៀតបងប្អូនកលេចមើលខាងក្រោមនេះម្ដងណាបងប្អូនអូខេបាទគឺជាចំនួនឬមួយក៏បរិមាណណាបងប្អូនអញ្ចឹងបងប្អូនចង់ដាក់ប្រមាណណាបងប្អូនអូខេបាទចង់ដាក់ follow នៅក្នុង page របស់យើងបាទនឹងប្រមាណបាទចង់ដាក់ follow នៅក្នុង page ហ្នឹងចំនួនប្រមាណណាបងប្អូនអញ្ចឹងបងប្អូនអាចដាក់បានដាក់ចាប់ពី100ឡើងទៅបងប្អូនអូខេបាទអញ្ចឹងបងប្អូនចង់ដាក់ប្រមាណ k បាទបើសិនជាបងប្អូនចង់ដាក់1k បងប្អូនសេលេខ1000អញ្ចឹងទៅបងប្អូនអូខេបាទ
sẽ đi một con chẳng tới bà hãy vì cái lối ở phần này chẳng tới nó một bà chân sập đầm láiนี่คือบางคนមានការជ្រើសរើសដោយខ្លួនឯងបងប្អូនបាទតម្លៃហ្នឹងខ្ញុំឧទាហរណ៍បន្តិចបាទតម្លៃនេះគឺមានផ្សេងគ្នាបងប្អូនគេបាទមានផ្សេងគ្នាអញ្ចឹងបងប្អូនបាទអញ្ចឹងបងប្អូនអាចជ្រើសរើសតម្លៃសេវាកម្មណាដែលបងប្អូនគិតថាស័ក្តិសមបាទអញ្ចឹងបងប្អូនកុំទៅជ្រើសរើសសេវាកម្មណាដែលមានតម្លៃធូរថ្លៃខ្លាំងពេកបាទហើយបងប្អូនត្រូវពិនិត្យមើលកន្លែងនេះបងប្អូនគេបាទដូចខ្ញុំបានប្រាប់ពីដើមអញ្ចឹងគឺកន្លែងមើលកន្លែងលឿនឬក៏យឺតតាមម៉ោងអញ្ចឹងបងប្អូនគេបាទនេះបងប្អូនគេបាទសេវាកម្មហ្នឹងគឺប៉ុណ្ណឹងអញ្ចឹងណាទៅពីដើមបានបញ្ចប់ហើយពេលខ្លះក៏អាចយូរជាងនឹងតិចតួចអញ្ចឹងបងប្អូនគេបាទជាងសូមត្រឡប់មកវិញបងប្អូនដល់កន្លែងដាក់ចំនួនហ្នឹងបាទអញ្ចឹងយើងដាក់1000គឺយើងចំណាយលុយអស់ប៉ុណ្ណេះបងប្អូនបាទអញ្ចឹងបងប្អូនបើសិនជាយើងដាក់10000គឺយើងចំណាយលុយអស់ប៉ុណ្ណឹងអញ្ចឹងទៅបងប្អូនគេបាទនេះអស់ប៉ុណ្ណេះអញ្ចឹងទៅបាទអញ្ចឹងបងប្អូនចង់ដាក់ប្រមាណតែបងប្អូនតាមនឹងអញ្ចឹងបងប្អូនអូខេបាទហើយមុននឹងយើងទិញកាតយើងត្រូវដាក់លុយជាមុនសិនណាបងប្អូនបាទដាក់លុយចូល account សិនទើបយើងអាចទិញបានបាទមិនមែនចុចទិញហើយទើបយើងបង់លុយតាមក្រោយណាអត់ទេណាបងប្អូនគេបាទអញ្ចឹងឧទាហរណ៍ខ្ញុំបង្ហាញបងប្អូននេះខ្ញុំដាក់តែ100បានហើយណាបងប្អូនបាទដាក់តែ100នេះគឺអស់27សេនណាបងប្អូនបាទអញ្ចឹងដាក់100អស់27សេនបាទអញ្ចឹងខ្ញុំដាក់ត្រឹមត្រូវអស់ហើយខ្ញុំចុចកន្លែង submit នេះបងប្អូនបាទចុចកន្លែង submit នេះមកដើម្បីបញ្ជូនការបញ្ជាទិញរបស់យើងទៅអញ្ចឹងបងប្អូនបាទអញ្ចឹងខ្ញុំចុចអញ្ចឹងមកចុចកន្លែង submit ហ្នឹងមកបាទពេលបងប្អូនចុចអញ្ចឹងហើយបងប្អូននឹងឃើញជាទម្រង់បែបនេះបាទនេះគឺជាហៅថាវិក័យប័ត្របងប្អូនបាទវិក័យប័ត្រការបញ្ជាទិញអញ្ចឹងបងប្អូនបាទឬមួយក៏ការជូនដំណឹងថាយើងបានបញ្ជាទិញហើយអីចឹងបងប្អូនបាទអញ្ចឹងបងប្អូនអាចមើលបានបាទមានID បាទ order ID ហ្នឹងមានឈ្មោះសេវាកម្មដែលយើងបានជ្រើសរើសហើយនឹងមាន link ដែលយើងបានដាក់បាទហើយមានចំនួនបាទមានចំនួនមានការគិតលុយមានឃើញលុយរបស់យើងនេះគឺជាលុយបច្ចុប្បន្នរបស់យើងបងប្អូនបាទអញ្ចឹងមានតែប៉ុណ្្នឹងអញ្ចឹងបងប្អូនបាទបន្ទាប់ពីយើងទិញហើយគឺប្រហែលម៉ោងក្រោយនឹងដំណើរការហើយអញ្ចឹងបងប្អូនអរគ្នាបាទអញ្ចឹងខ្ញុំសូមប្រាប់ពីរបៀបសូមប្រាប់ពីម៉ោងបាទម៉ោងជាធម្មតាដែលសេវាកម្មដំណើរការបងប្អូនបាទអញ្ចឹងពេលដែលយើងបញ្ជាទិញអញ្ចឹងហើយអាចពេលខ្លះទៅ1ម៉ោងក្រោយដំណើរការបាទពេលខ្លះ3ម៉ោងពេលខ្លះ6ម៉ោងហើយពេលខ្លះទៀតក៏អាចដល់12ម៉ោងទៅ24ម៉ោងអញ្ចឹងបងប្អូនគេបាទទើបយើងទទួលបានលទ្ធផលបងប្អូនបាទតាមសេវាកម្មដែរណាបងប្អូនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនបាទសិនជាបងប្អូនមានចម្ងល់បងប្អូនអាចមើលវីដេអូនេះម្ដងទៀតបាទហើយបើសិនជាបងប្អូនចង់តាមដាន order របស់យើងនេះបាទដែលយើងទិញនេះខាងដែលនៅអញ្ចឹងបងប្អូនគេបាទអញ្ចឹងបងប្អូនអាចចុចកន្លែងនេះបានកន្លែងនេះបាទកន្លែងហ្នឹងមកបាទបន្តមកទៀតយើងចុចយកកន្លែងmy order បាទចុចកន្លែង my order ហ្នឹងបងប្អូនបាទអញ្ចឹងបងប្អូនអាចចុចអញ្ចឹងមកបងប្អូននឹងឃើញបាទនឹងឃើញ order ID របស់យើងជាច្រើនអញ្ចឹងបងប្អូនបាទគ្នាបាទអញ្ចឹងអានេះគឺជា order ID របស់ខ្ញុំដែលខ្ញុំបញ្ជាទិញមិញហ្នឹងបងប្អូនបាទគ្នាបាទគឺម៉ោងបាទម៉ោង22 នាទីបាទគឺម៉ោង10បាទ12នាទីឥឡូវម៉ោង14នាទីហើយបាទគឺ2នាទីមុនអញ្ចឹងបងប្អូនអញ្ចឹងបងប្អូនអាចមើលតាមបន្ទាត់នីមួយអញ្ចឹងទៅបងប្អូនគ្នាបាទត្រង់អូសអញ្ចឹងមកត្រង់អញ្ចឹងទៅបងប្អូនគ្នាបាទអញ្ចឹងនេះគឺមានចំនួនដែលយើងបានដាក់បាទមានឈ្មោះសេវាកម្មបាទហើយកន្លែងស្ថានភាពនេះគឺនៅ processing បាទអញ្ចឹងគឺអត់ទាន់ដំណើរការទេបាទអញ្ចឹងប្រហែលជាប្រហែលម៉ោងក្រោយនឹងដំណើរការហើយអញ្ចឹងបងប្អូនគ្នាបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបាទនេះបើសិនជាបងប្អូនឃើញថា complete អញ្ចឹងគឺមានន័យថា follow ហ្នឹងគឺចូល page របស់យើងហើយបាទសេវាកម្មដែលបងប្អូនបញ្ជាទិញហ្នឹងគឺបានជោគជ័យហើយបាទការកម្មបងប្អូនហ្នឹងបងប្អូនបាទអញ្ចឹងខ្ញុំសូមត្រឡប់មកវិញបងប្អូនអូខេបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបងប្អូនអូខេបាទបើសិនជាបងប្អូនអត់យល់បងប្អូនអាចព្យាយាមមើលវីដេអូនេះម្ដងទៀតដើម្បីឲ្យបងប្អូនកាន់តែច្បាស់បាទមើលម្ដងអត់យល់បងប្អូនមើលម្ដងទៀតបាទមើលកន្លែងណាដែលបងប្អូនអត់យល់អញ្ចឹងបងប្អូនអូខេបាទឧទាហរណ៍ការបញ្ជាទិញហ្នឹងមើលដូចអត់សូវយល់បងប្អូនអាចមើលកន្លែងការបញ្ជាទិញហ្នឹងម្ដងទៀតបាទបើសិនជាបងប្អូនមើលរបៀបដាក់លុយអត់សូវយល់បងប្អូនអាចមើលតែវីដេអូរបៀបដាក់លុយដូចនីតិត្រង់ណាមួយអញ្ចឹងបងប្អូនអូខេបាទអញ្ចឹងអរគុណច្រើនបងប្អូនអូខេបាទខ្ញុំមានតែប៉ុណ្្នឹងដើម្បីចែកម្លែកជូនបងប្អូនរបៀបដាក់ follow នៅលើ page របស់យើងបាទ page របស់គេក៏បានដែរយើងយកតែ link ទេបងប្អូនអូខេបាទអញ្ចឹងអរគុណច្រើនបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ